ទេហ៊ានថៃនៅតែបន្តឈ្លានពានពាត់បន្លាលួសនៅភូមិជោគជ័យឃុំអូ3ជាន់បងប្អូនប្រជាពលរដ្ឋខ្មែរជាច្រើននៅភូមិជោគជ័យឃុំអូ3ជាន់ស្រុកអូជ្រៅខេត្តបន្ទាយមានជ័យនៅព្រឹកថ្ងៃទី4ខែកញ្ញាឆ្នាំ2025នេះបានតវ៉ាប្រឆាំងយ៉ាងខ្លាំងជាមួយទាហានថៃដែលបានចូលមកពាត់យកដីនិងផ្ទះរបស់ពួកគាត់បន្តទៀតនៅភូមិជោគជ័យកងកម្លាំងអាជ្ញាធររបស់យើងជាច្រើនអ្នកបាននៅត្រៀមជួយអន្តរាគមន៍ជាប់ជានិច្ចនៅពេលមានបាតុភិបណាមួយកើតឡើងកាន់តែគ្រោះថ្នាក់ខ្លាំងសកម្មភាពរបស់ទាហានថៃនេះគឺជាការរំលោភបំពានបទឈប់បាញ់និងកិច្ចប្រជុំ JBC ទាំងកំរោលដែលអន្តរជាតិនិងប្រធានអាស៊ានត្រូវតែជួយទប់ស្កាត់ហើយចេញអន្តរាគមន៍ជាបន្ទាន់